ក្រុមហ៊ុនគាត់បង្រៀនមកយើងធ្វើតាមគាត់ទៅឃើញថាវាជោគជ័យចាប់អារម្មណ៍មែនតើគឺហ៊ានដល់ទៅលើសម៉ោងជំរាបសួរបងចាបងឈ្មោះអីដែរ ខ្ញុំឈ្មោះពុទ្ធធីវី ពុទ្ធធីវីមកពីខេត្តណាបង ខ្ញុំមកពីខាងតកែបង មកពីខាងតកែអូតស៊ូណាចាបងដោយសារតែបងបានមកចូលរៀនវគ្គបច្ចេកទេសសម្រាប់ការចិញ្ចឹមជ្រូកអញ្ចឹងចង់ដឹងពីអារម្មណ៍របស់បងឥឡូវជាក់ស្ដែងបងអ្នកចិញ្ចឹមជ្រូកហ្មងឬក៏យើងរៀនដើម្បីត្រៀមទៅរដូវកាលក្រោយទេចាសម្រាប់ការចូលរួមវគ្គនេះគឺខ្ញុំរៀនដើម្បីត្រៀមបងចាត្រៀមចិញ្ចឹមបងអញ្ចឹងមានន័យថាអត់ទាន់បានចិញ្ចឹមទេចាបងមករៀនមកត្រៀមមុនអូពិសេសហើយខ្ញុំស្មានតែអ្នកចូលរៀនវគ្គហ្នឹងសុទ្ធសឹងតែជាម្ចាស់រោងចិញ្ចឹមជ្រូកចាអត់មានអ្នកថ្មីដែរចាថ្មីហ្មងហេតុអីបានជាសម្រេចចិត្តមករៀនទាំងដែលខ្លួនឯងអត់ទាន់បានដកពិសោធន៍ក្នុងការចិញ្ចឹមជ្រូកផ្ទាល់ផងចាជាស្ដែងមកខ្ញុំគិតថាពីមួយថ្ងៃទៅមួយថ្ងៃយើងធ្លាប់យកអត់បានចិញ្ចឹមខ្លួនឯងទេប៉ុន្តែយើងសិក្សាពីមជ្ឈដ្ឋានជុំវិញយើងទាំងដែលគាត់ជោគជ័យទាំងដែលគាត់មើលទៅមានបញ្ហាផ្សេងៗបច្ចេកទេស technique នៅក្នុងការចិញ្ចឹមហើយនឹងថែទាំចានិយាយពីចិញ្ចឹមគឺយើង start ពីចាប់ដើមពីជ្រើសរើសពូជការជ្រើសរើសពូជចាការជ្រើសរើសពូជហើយទី2ពាក់ព័ន្ធទៅនឹងការរៀបចំទ្រុងហើយបរិស្ថាននៅក្នុងទ្រុងហ្នឹងចាទី3ពីការថែទាំគឺវាមានថែទាំទូទៅហើយនឹងពេលដែលវាមានជំងឺចាអូជំនាញដូចជាសំចំណីដល់ខ្លួនឯងហើយនឹងការព្យាបាលហើយនឹងការពារសុខភាពជីវសុខភាពចាអញ្ចឹងជំនាញទាំងអស់ហ្នឹងគឺបងច្បាស់ហើយណាបាទយើងធ្វើទៅតាមដែលក្រុមហ៊ុនគាត់បង្រៀនមកយើងធ្វើតាមគាត់ទៅឃើញថាវាជោគជ័យចាបងជាការពិតសម្រាប់ការចិញ្ចឹមសត្វគឺបច្ចេកទេសវាមានថ្មីរហូតអញ្ចឹងអ្វីដែលសំខាន់គឺទោះបីដែលយើងចិញ្ចឹមច្រើនក៏ដោយយើងមានបទពិសោធន៍យូរឆ្នាំក៏ដោយប៉ុន្តែគាត់មកស្វែងយកបន្ថែមពីតិចនិចពីបច្ចេកទេសថ្មីដែលគាត់អាចស្វែងរកនៅក្នុងវគ្គប្រវត្តិនេះបានសម្រាប់ការចិញ្ចឹមសត្វនេះបច្ចេកទេសគឺជារឿងដែលសំខាន់ពីព្រោះអ្វីដែលក្នុងវគ្គប្រវត្តិយើងបានសួរគាត់កន្លងមកពេលខ្លះគាត់អត់សូវចំណាប់អារម្មណ៍លើថ្លៃដើមនេះគាត់អត់ដឹងថាការធ្វើម៉េចមកធ្វើមកដើម្បីកាត់បន្ថយថ្លៃដើមរបស់គាត់ទេអញ្ចឹងវគ្គនេះគឺយើងបានឆ្កឹះពីអ្វីដែលឲ្យគាត់ដឹងពីថ្លៃដើមរបស់គាត់ហើយរបៀបយ៉ាងម៉េចដើម្បីឲ្យគាត់អាចកាត់បន្ថយថ្លៃដើមរបស់គាត់បានបងប្អូនបានស្ដាប់ពីអារម្មណ៍ពិតរបស់សិក្ខាកាមដែលបានចូលរួមក្នុងវគ្គចិញ្ចឹមជ្រូកដែលរៀបចំដោយ AG Fit ហើយឃើញថាពួកគាត់សប្បាយចិត្តមែនទែនពីព្រោះថាចូលរៀនវគ្គនេះគឺគាត់ទទួលបានជំនាញធំច្រើនដើម្បីយកទៅអភិវឌ្ឍរោងរបស់គាត់ជាពិសេសគឺបច្ចេកទេសចិញ្ចឹមជ្រូកគិតតាំងពីកូនជ្រូករហូតដល់ជ្រូកសាច់ហើយនិងមេជ្រូកទៀតអញ្ចឹងនៅក្នុងបច្ចេកទេសចិញ្ចឹមជ្រូកហ្នឹងគឺលម្អិតតែម្ដងបងប្អូនគិតតាំងពីការជ្រើសរើសកូនជ្រូករហូតទៅដល់ការថែទាំបច្ចេកទេសលាយចំណីក៏ដូចជាការសង្កេតមើលជំងឺថាតើជ្រូករបស់គាត់ឈឺអីអញ្ចឹងយកចំណេះដឹងទាំងហ្នឹងទៅអភិវឌ្ឍនៅក្នុងទ្រុងរបស់គាត់ដោយទំនុកចិត្តណាហើយមួយទៀតគឺគាត់អត់បារម្ភពីលើកមុនទេពីមុនគឺគាត់អត់ចេះពិនិត្យមើលជ្រូករបស់គាត់អត់ចេះសង្កេតឃើញថាតើជ្រូករបស់គាត់កើតអីអញ្ចឹងគាត់ពិបាកនឹងជួយជ្រូករបស់គាត់នៅពេលដែលផ្ទុះជំងឺណាអញ្ចឹងសម្រាប់បងប្អូនដែលចង់រៀនវគ្គចិញ្ចឹមជ្រូកនេះបងប្អូនអាចតាមដាន Facebook Page របស់ AG Fit ទៅគាត់នឹងមានផ្ដល់ជូនដំណឹងរៀងរាល់មុនពេលវគ្គនឹងបើកអាចថាមួយខែឬក៏អាចតាមដាន Facebook Page របស់ខ្ញុំក៏បានដែរហើយមួយទៀតបងប្អូនសម្រាប់បងប្អូនដែលគាត់មានចំណាប់អារម្មណ៍ចង់រៀនវគ្គចិញ្ចឹមទាកប៉ាខាង AG Fit គាត់ក៏រៀបចំនៅចុងខែ6ថ្ងៃទី20បងប្អូនអាចចុះឈ្មោះចូលរៀនឲ្យបានលឿនទៅពីព្រោះថាចំនួននៃសិក្ខាកាមចូលរៀនហ្នឹងគឺមានកំណត់ផងដែរចាអរគុណ